ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើសុំការគាំទ្របន្ទាន់លើមីស៊ីលទប់ស្កាត់ប្រព័ន្ធ Patriot ដោយអះអាងថាការទទួលបានត្រឹមតែ 10% ឬយ៉ាងហោចណាស់ក៏ 5% នៃស្តុកសរុបរបស់សហរដ្ឋអាមេរិកគឺគ្រប់គ្រាន់ហើយក្នុងការទប់ស្កាត់រាល់ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនិងធានាការការពារជាតិឆ្លងកាត់រដូវរងាខាងមុខនៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញផ្សព្វផ្សាយ CNN លោក Zelensky បានទម្លាយថាបច្ចុប្បន្នអ៊ុយក្រែនមានស្តុកមីស៊ីល Patriot ត្រឹមតែប្រហែល 1% ប៉ុណ្ណោះនៃតម្រូវការចាំបាច់ខណៈដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកំពុងតែកើនឡើងខ្លាំងក្លានៅទូទាំងប្រទេសរួមទាំងរដ្ឋធានីគៀវផងដែរទិន្នន័យពីមន្ត្រីអ៊ុយក្រែនបានបង្ហាញថាស្តុកមីស៊ីលការពារដែនអាកាសបានធ្លាក់ចុះដល់ទៅ2ដងកន្លះបើធៀបនឹងឆ្នាំមុនខណៈដែលការប្រើប្រាស់មីស៊ីលបាល់ីស្ទិករបស់រុស្ស៊ីបានកើនឡើងទ្វេដងដែលធ្វើឲ្យខែកក្កដាកន្លងទៅក្លាយជាខែដែលមានមនុស្សស៊ីវិលស្លាប់ច្រើនបំផុតចាប់តាំងពីខែមេសាឆ្នាំ2022មកលោក Zelensky បានបញ្ជាក់ថាលោកកំពុងខិតខំប្រឹងប្រែងខ្លាំងក្លាបំផុតតាមគ្រប់មធ្យោបាយការទូតនិងកិច្ចព្រមព្រៀងសម្ងាត់នានាដើម្បីបដូរបង្កើនស្តុកមីស៊ីលពី 1% ឡើងដល់ 5% ដោយធ្វើការទូរស័ព្ទរាប់លានដងនិងស្វែងរកគ្រប់មធ្យោបាយដែលមិនខុសច្បាប់ចំពោះផែនការផលិតមីស៊ីល Patriot ក្នុងស្រុកដែលធ្លាប់ត្រូវបានលើកឡើងដោយលោក Donald Trump លោក Zelensky បានឲ្យដឹងថាការចរចាជាមួយក្រុមហ៊ុនផលិតកំពុងដំណើរការប៉ុន្តែមិនទាន់មានលទ្ធផលផ្លូវការណាមួយត្រូវបានសម្រេចនៅឡើយទេបន្ថែមពីលើនេះមេដឹកនាំអ៊ុយក្រែនរូបនេះបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដើរតួនាទីសកម្មជាងមុនក្នុងកិច្ចចរចាសន្តិភាពប៉ុន្តែបានប្រកាសច្រានចោលយ៉ាងដាច់អហង្ការនៅការកាត់ទឹកដីតំបន់ Donetsk ឲ្យទៅរុស្ស៊ីដោយព្រមានថាការដូរយកទឹកដីដោយគ្មានការធានាសន្តិសុខរឹងមាំនឹងក្លាយជាគ្រឹះសម្រាប់ឲ្យរុស្ស៊ីបន្តឈ្លានពានកាន់តែធំនៅថ្ងៃអនាគតព្រមទាំងយល់ស្របនឹងការវាយតម្លៃរបស់លោកខាងលិចដែលថារុស្ស៊ីអាចនឹងពង្រីកសមរភូមិឆ្ពោះទៅកាន់ប្រទេសជាសមាជិក NATO ផងដែរ